ចាស់សូមជម្រាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនចាមកដើរកាត់វាលស្រែជាមួយនាងខ្ញុំដើម្បីទៅទស្សនានៅប្រាង្គប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងចាដែលពេលដែលនាងខ្ញុំមកដល់នេះគឺបានរកក្មេងៗដែលនៅក្នុងភូមិឲ្យគាត់ជូនទៅកាន់ទីតាំងនៃប្រាសាទដោយសារតែប្រាសាទគឺមិនមានផ្លូវស្រួលក្នុងការចូលទៅទស្សនាទេគឺយើងត្រូវដើរកាត់តាមវាលស្រែឬក៏អាចជិះម៉ូតូចាហើយប្រាសាទគឺនៅកណ្ដាលវាលស្រែដែលហុំព័ទ្ធទៅដោយក្រសិនទឹកចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចាដើរកាត់វាលស្រែចូលទៅទស្សនាប្រាង្គប្រាសាទបុរាណខ្មែរយើងដែលជាគេដំណើរដូនតាជាមួយនាងខ្ញុំទាំងអស់គ្នាចាហើយប្រាសាទដែលនាងខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូននៅពេលនេះគឺមានឈ្មោះថាប្រាសាទត្រពាំងផុងចាមុននឹងទៅដល់នៅប្រាង្គប្រាសាទគឺយើងបានគយគន់នៅទិដ្ឋភាពដ៏ស្រស់ស្អាតនៅជុំវិញចាគឺមានវាលស្រែមានព្រៃចាមានសត្វក្របីជាច្រើនដែលនៅជុំវិញនៃប្រាង្គប្រាសាទចាហើយប្រាសាទនេះដែរគឺស្ថិតនៅមិនឆ្ងាយពីប្រាសាទបាគងទេពុកម៉ែបងប្អូនចង់មកទស្សនាអាចឆែកតាម Google Map ឬក៏អាចសាកសួរព័ត៌មានពីអ្នកភូមិចាដែលប្រាសាទនេះគឺមានឈ្មោះថាប្រាសាទត្រពាំងផុងចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចូលទៅខាងក្នុងដើម្បីទស្សនានៅប្រាង្គប្រាសាទតើមាននៅសេសសល់អ្វីខ្លះគួរជាទីចាប់អារម្មណ៍ចាប្រាសាទនេះគឺស្ថិតនៅភូមិគោកស្រុកឃុំបាគងស្រុកប្រាសាទបាគងខេត្តសៀមរាបចានាងខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនពីប្រវត្តិខ្លះៗរបស់ប្រាង្គប្រាសាទមួយនេះចាប្រាសាទនេះគឺសាងសង់ឡើងអំពីឥដ្ឋដុតឆ្អិនលាយជាមួយនឹងថ្មភក់និងមានលាយថ្មបាយក្រៀមខ្លះៗដែរចាប្រាសាទនេះសាងសង់មានតួប្រាង្គចំនួន3ប៉ុន្តែបច្ចុប្បន្នគឺនៅសេសសល់តែប្រាង្គកណ្ដាលមួយទេដែលនៅមានសម្រស់ស្រស់ស្អាតហើយចំពោះប្រាង្គកណ្ដាលនេះក៏ទទួលបាននៅការរៀបចំជួសជុលពីខាងអាជ្ញាធររួចរាល់ហើយចាចំពោះប្រាង្គពីរទៀតគឺរងការបាក់បែកនៅសល់តែគ្រឹះទេចានេះគឺជាប្រាង្គដែលនៅខាងឆ្វេងដៃនៅសល់ច្រើនជាងប្រាង្គដែលនៅខាងស្ដាំដៃចាហើយប្រាសាទនេះគឺសាងសង់ឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី3សាងសង់ពាក់កណ្ដាលសតវត្សទី9ប្រាសាទនេះដែរសាងសង់ឡើងដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាចាប្រាសាទត្រពាំងផុងនេះក៏មិនសូវមានភ្ញៀវបានមកដល់ដែរទោះបីជាប្រាសាទស្ថិតនៅជិតភូមិអ្នកស្រុកក៏ដោយចាគឺបងប្អូនភាគច្រើនគាត់មិនបានស្គាល់នៅប្រាង្គប្រាសាទមួយនេះទេចាហើយមួយវិញទៀតគឺប្រាង្គប្រាសាទនេះមិនមានផ្លូវងាយស្រួលក្នុងការចូលមកទស្សនានៅឡើយទេសង្ឃឹមថានៅថ្ងៃមុខក្នុងពេលឆាប់ៗប្រាសាទនឹងទទួលបាននៅការរៀបចំផ្លូវងាយស្រួលដើម្បីចូលមកទស្សនាចាសម្រស់នៃប្រាង្គកណ្ដាលដែលនៅសេសសល់នេះគឺមានសម្រស់ស្រស់ស្អាតមែនទែននៅពេលដែលយើងបានមកដល់គឺមានអារម្មណ៍រីករាយនឹងស្រស់ស្រាយហើយក៏កោតសរសើរដល់ទឹកដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងដែលបានកសាងបន្សល់ទុកប្រាសាទនេះទោះបីជាសាងសង់អំពីឥដ្ឋប៉ុន្តែមានចម្លាក់ស្រស់ស្អាតមែនទែនចានេះសូម្បីតែប្រាង្គដែលបាក់នៅសល់តែគ្រឹះបន្តិចបន្តួចក៏មាននៅចម្លាក់ដ៏ស្រស់ស្អាតដែរចាហើយនៅជញ្ជាំងនៃប្រាង្គប្រាសាទក៏យើងឃើញមានឆ្លាក់ដូចជារូបអប្សរាចានៅគ្រប់ជ្រុងតែម្ដងចានេះកន្លែងខ្លះក៏នៅស្រស់ស្អាតកន្លែងខ្លះក៏រងការសឹករិចរិលអស់ហើយយើងមិនអាចមើលរូបរាងស្គាល់នោះទេប្រាសាទគឺមានការឆ្លាក់តាំងពីកំពូលរហូតមកដល់ខាងក្រោមតែម្ដងទោះបីសាងសង់អំពីឥដ្ឋប៉ុន្តែគឺចម្លាក់ពិតជាអស្ចារ្យមែនទែនសសរពេជ្រក៏នឹងផ្ដែក៏មានចម្លាក់ដ៏ស្រស់ស្អាតមិនចាញ់ប្រាសាទនានានៅក្នុងតំបន់
ប្រាសាទអង្គរឬក៏តំបន់ប្រាសាទបាគងនោះទេចាអញ្ជើញទស្សនានៅជុំវិញនៃប្រាង្គប្រាសាទបន្តទៀតចាហើយបន្តិចទៀតនេះនាងខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនចូលទៅទស្សនានៅខាងក្នុងនៃប្រាង្គប្រាសាទកណ្ដាលមួយនេះតើមានសេសសល់នៅអ្វីខ្លះនៅខាងក្នុងនោះចាប្រាសាទត្រពាំងផុងនេះដែរក៏ជាទីកន្លែងស័ក្តិសិទ្ធិមួយដែលអ្នកភូមិពេញនិយមចូលមកដើម្បីអុជធូបបន់សន់សុំនៅបំណងប្រាថ្នានានារបស់ពួកគាត់ចាជាក់ស្ដែងពេលដែលនាងខ្ញុំបានមកដល់ទីតាំងប្រាសាទនេះគឺឃើញនៅខាងមុខនៃប្រាង្គប្រាសាទចាមានការសែនជាផ្លែឈើជាច្រើននៅខាងមុខនៃប្រាង្គប្រាសាទតែម្ដងចាដែលប្រាង្គប្រាសាទនេះគឺសាងសង់បែរមុខទៅទិសខាងកើតចានេះគឺជាដងវាយដែលប្រជាជនគាត់យកមកថ្វាយឥឡូវយើងចូលទៅខាងក្នុងដើម្បីទស្សនានៅទិដ្ឋភាពខាងក្នុងនៃប្រាង្គប្រាសាទទាំងអស់គ្នាយើងមើលខាងក្នុងគឺមិនមាននៅសេសសល់អ្វីទេចារូបបដិមាក៏មិនឃើញមានដែរយើងឃើញមានតែស្លាកស្នាមចាក្រឡុកមួយដែលមានរាង4ជ្រុងចាប្រហែលជាពីមុនជាកន្លែងដាក់រូបបដិមាចាហើយសភាពឥដ្ឋនៅខាងក្នុងគឺរាបស្មើស្រស់ស្អាតមែនទែនចាមិនទាន់ខូចខាតនោះទេចាគឺនៅមានសម្រស់ស្រស់ស្អាតដូចកាលពីសាងសង់ថ្មីអញ្ចឹងដែរចាអញ្ចឹងប្រសិនបើពុកម៉ែបងប្អូនចាបានមកទស្សនាប្រាសាទបាគងកុំភ្លេចហ៊ូសមកលេងប្រាសាទត្រពាំងផុងនេះផងប៉ុន្តែបងប្អូនគួរតែអញ្ជើញមកនៅខែប្រាំងទើបមានភាពងាយស្រួលជាងខែវស្សាចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា